បងប្អូនមើលដើមឈើនេះគឺដើមឈើគេដាំនេះបងប្អូនយើងនេះដែលមានដីទំនេរច្រើនគឺគួរតែដាំដើមឈើគឺជាហើយជំវិញសាច់ជាដើមឈើគឺការដាំដើមឈើគឺមានប្រយោជន៍ជាងការសន្សំលុយនៅក្នុងធនាគារទៀតព្រោះដើមឈើគឺជាយើងហៅថាទ្រព្យសម្បត្តិមហាសាលគឺវាអាចជួយសន្សំយើងសំលុយយើងមួយដើមក្នុងមួយថ្ងៃវាអាចរកកាប់ប្រាក់យើងបានពី300-400រៀលដែរអញ្ចឹងហើយបងប្អូនគួរតែដាំសម្រាប់អ្នកមានដីច្រើនណាគួរតែដាំទៅហើយអនាគតទៅយើងអាចទៅបានលក់ឬក៏បានកាត់ទោះបីជាយើងអត់លក់ក៏ដោយយើងគិតមើលវាប្រយោជន៍របស់វាទី1ដើមឈើពេលយើងដាំទៅវាជួយកាត់បន្ថយកម្ដៅពិភពលោកអញ្ចឹងហើយប្រយោជន៍បានពិភពលោកប៉ុន្តែដើមឈើបានយើងអានេះគឺទី1ទី2បើសិនយើងមានដីមួយរៃឧទាហរណ៍ថាហាងឆេងដីស្រែដីចង្ការរបស់យើងវាតែแบบយើងថាមួយរៃ$1000ចុះប៉ុន្តែបើសិនយើងដាំដើមឈើយើងអាចលក់បានមួយរៃរហូតដល់ទៅ$10000ហ្នឹងបើសិនយើងទុកចែកកូនណាចឹងហើយ10ឆ្នាំក្រោយមកកូនយើងអាយុ1ឆ្នាំដល់ពេលកូនយើងអាយុ10ឆ្នាំវានឹងមានដើមឈើជាទ្រព្យសម្បត្តិចឹងហើយគួរតែពិចារណាឡើងវិញរឿងដើមឈើនេះភាសាតែខ្ញុំក៏មានកម្រងចង់ដាំដែរប្រហែលជាចោះទៅខ្មែរវិញគឺនឹងរកសុំដីគេមួយរៃដាំណាក៏បានដែរហើយតែមានដីឲ្យសុំគេមួយរៃទិញដើមឈើមកដាំគឺយើងដាំចម្រោះទៅយើងកុំដាំតែប្រភេទដើមនេះគឺធំលឿនមែនទែនខ្ញុំមិនដឹងគេហៅដើមអីទេតែគេហៅថៃគេហៅដើមសុននេះខ្មែរយើងហៅដើមអីអត់ដឹងដែរអត់ដឹងចង់ស្រួយយើងមើលរឿងហូលីវូដយើងឃើញហើយបងប្អូនមើលតាមគល់របស់វាយីឆ្ងល់បកគោលភ្លើងស្រុកជប៉ុនក្នុងកដាលភ្នំនេះក៏អានេះគឺនៅលើភ្នំជាកេះភ្នំដាក់ចំណាំងផ្លាតទៀតយើងមើលយើងមានដីទំនេរយើងគួរតែដាំត្រង់ល្អមែនទេដើមឈើនេះអានេះគឺគេដាំទេបោះឯកជនទេអត់មានបោះរដ្ឋទេដល់ពេលគេត្រូវការកាត់គឺគេនឹងកាត់ដល់អាយុគេនឹងកាត់យកទៅប្រើប្រាស់តាមតម្រូវការរបស់គេកាត់ឲ្យគេនឹងធ្វើការដាំឡើងវិញអាទូចដាំក្រោយញ៉ាត់វាមានដោះខ្លះទូចខ្លះធំចឹងហើយយើងមានដើមឈើប្រើរហូតអានេះគឺមកដល់ភូមិរបស់ខ្ញុំហើយភូមិនេះគឺដូចខ្ញុំនិយាយហ្នឹងស្ងាត់តិចហើយបងប្អូនមើលសភាពការនៅក្នុងភូមិរបស់ខ្ញុំសភាពការអញ្ចឹងគេហៅសភាពការអញ្ចឹងទេសភាពអញ្ចឹងឃើញទេអានេះគឺសំឡេងពេញនិយមហើយនៅស្រុកជប៉ុនគឺសំឡេងក្អែកយំខាងនេះគឺផ្ទះដែលគេបោះបង់ចោលខាងនេះគឺជាមន្ទីរពេទ្យដែលគេលេងប្រកាហើយយើងមើលណាខាងនេះគឺមានផ្ទះប្រហែលជា2-3នេះគឺមានអ្នកនៅដោយសារយើងសង្កេតមើលឃើញមានឡានមានដំណាំបងប្អូនហ៊ាននៅអត់ទេហើយមើលជុំវិញសត្វតែព្រៃឈើសត្វដើមឈើយប់ឡើងមិនហ៊ានចេញពីផ្ទះតាកណ្ដោដើមឈើរហូត